របៀបក្នុងការរាយការណ៍មកកាន់ក្រុមភ្នាក់ងារ Grab តាមរយៈបញ្ជាមនុស្សជំនួយកំឡុងពេលកំពុងបំពេញការងារសួស្តីបងប្អូនអ្នកគូដឹកជញ្ជូន Grab ទាំងអស់គ្នានេះជាវីដេអូក្នុងការទំនាក់ទំនងរាយការណ៍មកកាន់ក្រុមភ្នាក់ងារ Grab តាមរយៈបញ្ជាមនុស្សជំនួយដើម្បីប្រឹក្សាយោបល់ទាក់ទងនឹងបញ្ហារបស់បងប្អូនដែលបានជួបប្រទះខណៈពេលដែលបងកំពុងធ្វើការបំពេញការងារប្រសិនក្នុងករណីបងមានជាបញ្ហាក្នុងការរាយការណ៍មកកាន់ក្រុមហ៊ុនកំឡុងពេលដែលបងកំពុងបំពេញការងារដំបូងសូមបងឈប់យានជំនាញរបស់បងសិនហើយបងអាចចុចលើបញ្ជាមនុស្សជំនួយឬ Help Center ដែលនៅលើអេក្រង់នៃកម្មវិធី Grab របស់បងបើសិនបងត្រូវការជំនួយបន្តឬត្រូវការជជែកជាមួយក្រុមភ្នាក់ងារដោយផ្ទាល់បងអាចចុចលើជជែកដើម្បីទទួលជំនួយបាននៅខាងក្រោមផ្នែកសកម្មភាពរបស់អ្នកសូមបងជ្រើសរើសជើងដំណើរឬការកក់ណាមួយដែលមានបញ្ហាឬបងចង់រាយការណ៍មកកាន់ក្រុមភ្នាក់ងារបន្តមកសូមបងជ្រើសរើសយកអត្ថបទដែលទាក់ទងទៅនឹងបញ្ហាដែលបងបានជួបប្រទះដើម្បីក្រុមភ្នាក់ងារងាយស្រួលក្នុងការដោះស្រាយបញ្ហាជូនបងបានកាន់តែលឿនជាចុងក្រោយបងអាចសរសេររាយការណ៍អំពីបញ្ហាឬស្ថានភាពដែលបងបានជួបប្រទះមកកាន់ក្រុមភ្នាក់ងារដើម្បីស្វែងរកជំនួយបន្ថែមបានលើពីនេះបងអាចរាយការណ៍អំពីបញ្ហាដែលបងបានជួបប្រទះមកកាន់ក្រុមភ្នាក់ងារ Grab តាមរយៈសំណួរដែលគេសួរច្រើននិងមជ្ឈមណ្ឌលព័ត៌មានដោយជាដំបូងបងអាចចុចលើសំណួរដែលគេសួរច្រើននិងមជ្ឈមណ្ឌលព័ត៌មាននៅក្នុងទំព័រមជ្ឈមណ្ឌលជំនួយបន្តមកបងអាចជ្រើសរើសយកអត្ថបទដែលបងចង់រាយការណ៍ឬបានជួបប្រទះប្រសិនបើបងត្រូវការជំនួយបន្ថែមសូមបងចុចលើកន្លែងស្វែងរកហើយសរសេរពីបញ្ហាដែលបងចង់រាយការណ៍បន្ទាប់ពីបងបានជ្រើសរើសឬចុចលើអត្ថបទដែលបងចង់រាយការណ៍ឬបានជួបប្រទះហើយសូមបងអាននិងពិនិត្យនៅលក្ខខណ្ឌនៃអត្ថបទនោះជាមុនសិនដើម្បីបំពេញព័ត៌មានដែលយើងត្រូវការរួចចុចលើដាក់ស្នើដើម្បីក្រុមភ្នាក់ងារអាចដោះស្រាយបញ្ហាជូនបងនិងឆ្លើយតបទៅបងវិញឲ្យបានលឿនតាមដែលអាចធ្វើទៅបាន